អ្នកទាំងអស់គ្នានេះគឺជាខាប់ខាត់ដែលយើងបានដំឡើងរួចហើយអញ្ចឹងវាអត់មានជាប់ logo ទាំងខាប់ខាត់ពីក្រោយនោះទេបងប្អូនបាទ Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំបាទ Long KH Official ហើយនឹង Facebook page របស់ខ្ញុំបាទ Long KH ផងដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការdownload ណា download CapCut ដែលយើងយកមកកាត់វីដេអូណាបងប្អូនអញ្ចឹងដំបូងគឺយើងចូល App Store តែបន្ទាប់ពីយើងចូល App Store ហើយគឺយើងត្រូវចូលកន្លែង account profile App Store របស់យើងrồiហើយយើងចុចពីលើវាមួយទៀតមកហើយបងប្អូនរងចាំបន្តិចតមកទៀតបងប្អូនត្រូវរកពាក្យ country design resign បងប្អូនរងចាំបន្តិចហើយបងប្អូនត្រូវ scroll ឡើងលើបាទ scroll ឡើងលើហើយបងប្អូនត្រូវរកពាក្យប្រទេស China ណាបងប្អូនណាបាទប្រទេសចិនបាទអញ្ចឹង China នៅក្រោមនៅលើ Colombia អញ្ចឹងបងប្អូនចុចរកពាក្យ China នឹងមកបាទចុចតាមខ្ញុំមកហើយយើងរងចាំបន្តិចមកបងប្អូនអាហ្នឹងគឺវាអត់ប៉ះពាល់ទេអត់ប៉ះពាល់ដល់ account របស់account របស់យើងទេបងប្អូនចុច continue បងប្អូនបាទតែមកទៀតយើងមើលខាងលើណាបងប្អូនមើលខាងលើមកយើងចុចយកពាក្យ agree ណាអានឹងខ្ញុំអូសវាមើលបន្តិចទេយើងចុចយកពាក្យ agree បាទយើងរងចាំវាដើរបន្តិចមកបន្ទាប់ពីយើងចុចរួចហើយវាចេញទម្រង់បែបនេះអញ្ចឹងបងប្អូនចុចយកពាក្យណាន់នឹងមកបាទចុចយកពាក្យណាន់rồi haiបងប្អូនត្រូវបំពេញណាមាន5 6កន្លោនខាងក្រោមបងប្អូនត្រូវបំពេញតាមខ្ញុំណាបំពេញលេខតាមខ្ញុំមកណាបំពេញខ្ញុំដាក់164 124ច្រឡំ126ហើយនេះយើងដាក់លេខ4នឹងយើងដាក់លេខ4តមកទៀតយើងដាក់លេខ6ដាក់លេខ6ហើយអានេះយើងដាក់លេខ10000បាទ10000ហើយយើងអាកន្លែង region តែយើងដាក់បៃចេញមកទៅសេបៃចេញណាទីក្រុងនៅប្រទេសចិនចាំបងប្អូនអាចសេតាមខ្ញុំបានណាដើម្បីបានយកទៅប្រើប្រាស់ណាបាទកន្លែង district province នេះក៏បងប្អូនដាក់បៃចេញដូចគ្នាដែរនិយាយរួមបងប្អូនសរសេរតាមខ្ញុំណាហើយកន្លែង phone បងប្អូនត្រូវដាក់ថាលេខទូរស័ព្ទនៅកម្ពុជារបស់យើងណាយើងអាចប្រើប្រាស់បានណាលេខទូរស័ព្ទរបស់យើងនេះជាលេខទូរស័ព្ទរបស់ខ្ញុំបងប្អូនអាចឆាតមកខ្ញុំបានណាអាចឆាតមកខ្ញុំបានឬមួយក៏អាច call មកខ្ញុំតាម Telegram លេខនេះបានបើសិនមានចម្ងល់អីបន្ថែមអញ្ចឹងបងប្អូនចុចយកពាក្យដាន់ខាងលើមកបងប្អូនយើងពេញបែបបត់នឹងហើយយើងចុចយកពាក្យដាន់បាទដោយសារខ្ញុំធ្វើមួយខ្ញុំមើលមួយណាព្រោះចង់ឲ្យបងប្អូនបានCapCutដែលយកមកកាត់មកអត់មានជាប់ logo ណាបាទឬហើយបងប្អូនបំពេញ password Apple ID បងប្អូនមកបាទអញ្ចឹងសម្រាប់ខ្ញុំមាន Apple ID របស់ខ្ញុំហើយអញ្ចឹងនៅពេលខ្ញុំពេញយើងវាអត់ចេញ load អក្សរឲ្យទេណាបាទពេលខ្ញុំពេញគឺវាចេញផ្ទាំងងឹតបែបនេះអញ្ចឹងយើងចុចពាក្យ sign in មកបន្ទាប់ពីចេញបែបនេះហើយវានឹង load ឲ្យយើងហើយបងប្អូនវា load ឲ្យយើងបាទ
ចំពោះកន្លែងនេះដែរខ្ញុំបញ្ជាក់បងប្អូនកន្លែង passcode នេះគឺយើងត្រូវដាក់ឲ្យបាន6ខ្ទង់ណាបងប្អូនចំពោះខ្ញុំដាក់បានតែ5ខ្ទង់អញ្ចឹងយើងថែមលេខ0មួយទៀតមកគ្រប់6ខ្ទង់បាទដាក់មកដាក់ពឹបមកវាចេញឲ្យយើងហើយជួយពាក្យណាន់សារថ្មីមកបាទចាំបងប្អូនរងចាំបន្តិចបាទជួយពាក្យដាន់មកបាទចឹងបងប្អូនជួយពាក្យដាន់ទីមកចឹងវាចេញឲ្យយើងហើយបងប្អូនវាចេញប៉ុន្តែវាចេញជាទម្រង់នៅក្នុងប្រទេសចិនណាGoogle App Store របស់យើងចេញជាទម្រង់ក្នុងប្រទេសចិនចឹងបងប្អូនឲ្យទៅសេពាក្យថា CapCut ណាបងប្អូនទៅសេពាក្យ CapCut ជាភាសាអង់គ្លេសមកហើយបងប្អូននឹងឃើញនៅពេលដែលបងប្អូនឃើញហើយបងប្អូនអាចយកវាយកមកប្រើប្រាស់បានដោយដូចខ្ញុំបានបង្ហាញនៅក្បាលវីដេអូដំបូងចឹងគឺវានឹងឲ្យយើងប្រើណាគ្រប់កម្មវិធី Pro ទាំងអស់ក៏ឲ្យយើងប្រើបានទាំងអស់ចឹងស្រួលមែនទេបងប្អូនបាទចឹងនៅពេលដែលខ្ញុំបានដំឡើងរួចរាល់ហើយខ្ញុំបាននឹងចូលឲ្យបងប្អូនមើលណាអានេះខ្ញុំបានដំឡើងរួចរាល់ហើយចឹងបងប្អូនអាចមើលបានចឹងវាអត់មានជាប់ copy អត់មានជាប់អីទេអត់មានជាប់logo ហើយក៏អត់មានជាប់តាក់ទងជាមួយនឹងកន្ទុយខាងក្រោយបងប្អូនកន្ទុយខាងក្រោយដែលថាពេលចប់វីដេអូទៅវាចេញCapCutខាងក្រោយអញ្ចឹងអត់មានចេញទេអញ្ចឹងបងប្អូនអាចមើលបានណាក្នុងទម្រង់ដែលខ្ញុំបានបង្ហាញនេះបាទអញ្ចឹងអត់មានទេអរគុណច្រើនបងប្អូនចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះ follow ផង